ពីដំណើរដើមតងពិតប្រាកដជុំវិញករណីឃាតកម្មសម្លាប់នារីម្នាក់រួចរំលោភសាកសពតាមក្រោយនៅស្រុកតាំងគោកឃាតករបានសារភាពថាករណីឃាតកម្មសម្លាប់នារីម្នាក់រួចរំលោភសាកសពតាមក្រោយនៅស្រុកតាំងគោកខេត្តកំពង់ធំកាលពីពេលថ្មីនេះត្រឹមរយៈពេល2ថ្ងៃឃាតករត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបានហើយក្រោយរត់គេចខ្លួនដល់ទឹកដីខេត្តបៃលិនសូមជម្រាបជូនថានៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យឈ្មោះមុនសេហាហៅឥណ្ឌាភេទប្រុសអាយុ19ឆ្នាំជាជនជាតិខ្មែរបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះមានឈ្មោះហ៊ីមទីណាភេទស្រីអាយុ22ឆ្នាំជាអ្នកប្រមូលលុយចងការក្រៅប្រព័ន្ធរួចយកសពទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិក្រូចឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំក្រោយពីមានហេតុការណ៍ខាងលើកាត់ឡើងដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងខេត្តបៃលិនបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចលើភ្នំទ្រប់ស្ថិតនៅក្នុងភូមិខ្លុងសង្កាត់អូតាវ៉ៅក្រុងបៃលិនខេត្តបៃលិនក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះបានមកទារប្រាក់ពីម្ដាយរបស់ខ្លួនប៉ុន្តែម្ដាយមិននៅផ្ទះបន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះរួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខនិងវាយសម្លាប់ហើយក៏បានរំលោភជនរងគ្រោះតែម្ដងបន្ទាប់ពីបានធ្វើសកម្មភាពរួចរាល់រូបគេក៏បានយកសាកសពទៅកប់ដើម្បីបំបត្តិផតាំងចាណាមិញបច្ចុប្បន្នក្រោយឃាត់ខ្លួនជនសង្ស័យកំពុងត្រូវបានមន្ត្រីជំនាញបំពេញសំណុំរឿងតាមនីតិវិធីប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការតាមច្បាប់បន្តអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CVC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀបណា